នេះធ្វើស៊ុបជើងជ្រូកពៅកម្លាំងមួយមើលចាសាច់ជ្រូកទិញគេថ្ងៃមុនហ្នឹងមានឆ្អឹងមានសាច់ចឹងទៅហើយថ្ងៃហ្នឹងទិញបានឆ្អឹងជើងដែរបងប្អូនហើយជ្រូកហ្នឹងវារៀងដូចថាវាមិនក្មេងពេកឯម៉ាម៉ោមពេញជាតិឆ្ងាញ់មែនតើហ្មងបងប្អូនហើយនិយាយវាថាទឹកស៊ុបវាឡើងខាប់និយាយវាថាឃើញទឹកស៊ុបក្នុងចាននេះនឹកឃើញហេវទៀតហើយបើបានស្រុះមីបានអីទៀតមកជាតិណាបងប្អូនហើយគ្រឿងក្រៅដាក់ក្នុងស៊ុបយើងហ្នឹងគឺថាមានគល់លក្រីស្លឹកក្រូចសើចចាមកក្តាប់មកដាក់ឲ្យរៀងច្រើនមកវាឈ្ងុយព្រោះខ្ញុំធ្វើរៀងច្រើនដែរបងប្អូនឡើងកន្លះឆ្នាំងធំហើយម្ដេងនេះអីយើងដំវាមកបែកក្លិនបានល្អផងម្ដេងរៀងច្រើនដែរខ្ទឹមសនេះមកដុំធំលើសចាដំវាឲ្យទក់ហ្មងមកបានហើយចាយើងមិនបាច់ច្រាំបាច់អីទេខ្ទឹមក្រហម2មើមដែរហើយគ្រឿងទាំងអស់ណាបើយើងបានយកទៅអាំងទៀតក៏បានដែរតែខ្ញុំអត់បានអាំងឯខ្ជិលបងប្អូនតែធ្វើតែប៉ុណ្្នឹងគឺថាទឹកស៊ុបយើងឡើងជាតិមែនតើហ្មងហ្នឹងខ្ទឹមបារាំងមួយដុំធំដែរហើយចំពោះសាច់នេះវិញមុនដំបូងថាចង់ធ្វើទឹកត្រីផ្អែមខ្លះតែមានណាដល់ពេលដាក់ស៊ុបហើយដេកលេងជ្រុលទៅវាផុយអស់ចឹងហើយស៊ុបទាំងអស់តែម្ដងទៅចាមានគ្រឿងក្នុងមានឆ្អឹងមានអីណាក៏មានសាច់ចាសាច់នេះជាយកកន្លែងជាប់ស្បែកសាច់ជ្រូកនេះវារៀងធំដែរបងប្អូនយ៉ាងស្បែកវាឡើងនិយាយទៅឡើងស្វិតងាស់ម្រំតែផុយមួយឆ្អិនមួយឆ្អឹងហ្នឹងផុយសាច់នឹងផុយល្មមដែរហើយមុននឹងយកទៅដាក់ស៊ុបខ្ញុំយកវាមកស្រុះទឹកក្តៅមកប្រងសិនចាអត់បានដាក់ដាំស្រុះអីទេបងប្អូនចាព្រោះខ្ជិលចង់ប្រឡាក់ឆ្នាំងច្រើនគ្រាន់តែដាំទឹកឲ្យស្រុះចឹងមកស្រួលចាលឿនផងយើងស្រុះទុកចោលមកយទូសមកទឹកពុះដាក់គ្រឿងកាត់ឆ្អាបយើងចូលទៅហើយដាក់សាច់ដាក់ឆ្អឹងនឹងចូលមកឲ្យអស់មកហើយពេលដែលពុះហ្នឹងគឺថាអាពពុះវាហ្នឹងគឺដែតមកច្រើនណាបងប្អូនចាយើងព្យាយាមមុនដំបូងបាច់បិទក្រូបបិទអីទេហើយយើងដួសវាចោលរហូតទឹកស៊ុបយើងពុះហើយយើងចាប់ផ្ដើមថែមគ្រឿងចូលទៅហើយមានទឹកត្រីម្សៅស៊ុបខ្នុរប៊ីចេងអំបិលស្ករនេះដាក់ស្ករត្នោតចាខ្ញុំដាក់2ស្លាបព្រាបាយសិនរួចហើយដាក់ម្ងាស់វាចោលលើខ្ជូងមុនដំបូងធ្វើក្នុងផ្ទះចាបន្ទាប់មកគឺថាយកទៅដាក់ខ្ជូងវិញព្រោះអីស៊ុបអញ្ចឹងឆ្អឹងវារៀងអត់ងាយផុយអញ្ចឹងហើយថារត់ចក្រានហ្គាសអត់រួចទេបងប្អូនចាយើងដាក់ខ្ជូងទៅអស់តែមួយចក្រាន2ចក្រាននិយាយ2ចក្រាន3ចក្រានគឺថាឆ្អិនឡងផុយលួយលេះដាក់ម្ងាស់ចោលខាងក្រៅណាគេមកងូតទឹកហើយចាត់បន្លែចាត់អីຕົកនេះបាត់ហើយពួកអីធ្វើញ៉ាំល្ងាចបងប្អូនចាធ្វើតាំងពីថ្ងៃត្រង់ចាយើងងាស់ចោលលេងទៅដល់ល្ងាចបានញ៉ាំហើយចំពោះបន្លែវិញគឺថាមានល្ហុងមួយចំហៀងការ៉ុតមួយមើមចាយើងល្ហុងកាប់រៀងធំដែរណាការ៉ុតហាន់ជាស្ដើងដូចខ្ញុំឃើញមិញដូចឃើញមិញណាបងប្អូនចាស្ដើងល្មមមិនឲ្យក្រាស់ពេកស្ដើងពេកទេចាឥឡូវនេះយើងងាស់ទុកចោលយូរដែរណាមកនិយាយទៅឆ្អឹងស៊ុបយើងនេះវារៀងផុយតិចបានខ្ញុំចាប់ផ្ដើមដាក់បន្លែចូលហើយងាស់ទុកចោលណែដេកលេងមួយកូនពៅដាក់ភ្លើងមួយដុំពីរដុំចោលហឹមលើចក្រាននឹងចោលទៅគឺថាតាបន្តិចហ្នឹងគឺថាផុយបងប្អូនចាអត់បាក់បខំទេមករៀងល្ងាចគឺថាផុយល្មមនិយាយថាល្ហុងវិញផុយល្អូសសាច់វិញឡើងផុយនិយាយទៅថាទឹកស្ងោរស៊ុបយើងនោះថាឡើងជាតិមែនតើបងប្អូនចាអ្នកចូលចិត្តមីអីដាក់ទៅឆ្ងាញ់ណាស់និយាយទៅជ្រូកធំវាពេញជាតិចឹងបងប្អូនពេញសាច់ចឹងគឺថាឆ្ងាញ់មែនតើចាទឹកស៊ុបយើងយកមកធ្វើគឺថាមានជាតិនិយាយពីថាទឹកស្លយើងវាឡើងខាប់ដួសមករយជីអាណាបងប្អូនចាញាក់មានជាតិណាខ្ញុំដាក់លើខ្ទឹមបណ្ដោយហើយក៏កុំភ្លេចខ្ទឹមបំពងចាទឹកស៊ុបដាក់ខ្ទឹមបំពងគឺថាឈ្ងុយនិយាយទៅថាឈ្ងុយក្លិនជាប់ច្រមុះហ្មងធ្វើស៊ុបសាច់ឡើងផុយចឹងឆ្ងាញ់ណាស់បងប្អូនចាហើយវីដេអូយើងថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេអរគុណច្រើនដែលបានចូលមើលចាបាយបាយ